ឥឡូវយើងចូលមកដល់ unit 3 បាទគឺជំពូកទី3 how we feel តើយើងមានអារម្មណ៍បែបណា how do you feel happy or sad today and why តើអ្នកមានអារម្មណ៍រីករាយឬក៏កើតទុក្ខនៅថ្ងៃនេះហេតុអ្វីទៅ me ខ្ញុំ I feel happy ខ្ញុំមានអារម្មណ៍រីករាយ why ហេតុអី because tomorrow is my birthday ដែលសារថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំនៅខាងក្រោមនេះអ្នកនរគ្នាឃើញមានរូបភាពរបស់មនុស្សពីរក្រុម the first group these people are happy មនុស្សទាំងនេះគឺរីករាយយើងឃើញដូចជាកុមារញ៉ាំ ice cream she is eating ice cream and the second group they might win a football match ហើយអាចឈ្នះការប្រកួតបាល់ទាត់អញ្ចឹងទៅ and people below they are getting married so it's a beautiful day for them ហើយផ្នែកខាងស្ដាំនេះ these people feel sad មនុស្សទាំងនេះមានអារម្មណ៍ក្រៀមក្រំបាទមានអារម្មណ៍ថាសោកស្ដាយយំឬក៏ lost the games អាចថាចាញ់ការប្រកួតអីចឹងទៅហើយនៅក្នុង unit 3ជំពូកទី3មាន4 lesson 4 lesson បាទមានមេរៀន4គឺទី1 identify people ability គឺការកំណត់អត្តសញ្ញាណនៃនៃសមត្ថភាពរបស់មនុស្ស lesson 2គឺ give advice to someone who doesn't feel well ផ្ដល់ដំបូន្មានទៅដល់អ្នកណាម្នាក់ដែលមិនមានអារម្មណ៍ល្អ lesson 3មេរៀនទី3គឺ describe feelings ពិពណ៌នាពីអារម្មណ៍ lesson 4 discuss how we develop ability ពិភាក្សាពីមធ្យោបាយក្នុងការអភិវឌ្ឍសមត្ថភាពបាទសូមអរគុណ